សូមជម្រាបសួរអ្នកខ្ញុំឈ្មោះស៊ីមស្រីមីសូមជម្រាបសួរខ្ញុំបានឈ្មោះអឿនវុនរាយុថ្ងៃនេះខ្ញុំមកអានសង្ក្រាស្ថាអំពីសិទ្ធិកុមារអន្តរជាតិប្រវត្តិនៃទិវាកុមារអន្តរជាតិនិងសិទ្ធិសំខាន់ៗរបស់កុមារ The history of International Children Day and the important rights of children ចាប់តាំងពីឆ្នាំ1950មកប្រទេសជាច្រើននៅលើសកលលោករួមទាំងកម្ពុជាផងបានប្រារព្ធទិវាកុមារអន្តរជាតិថ្ងៃទី1មិថុនាគោលបំណងសំខាន់នៃការប្រារព្ធទិវានេះដើម្បីក្រើនរំលឹកនិងបង្កើនការយកចិត្តទុកដាក់ពិសេសចំពោះកុមារទាំងក្នុងជីវភាពរស់នៅនិងផ្នែកច្បាប់ Since 1950, many countries around the world, including Cambodia, have celebrated International Children's Day on June 1st. The main purpose of this celebration is to raise awareness and increase special attention towards children in terms of their living conditions and local aspects. ប្រវត្តិខ្លះៗនៃទិវាកុមារអន្តរជាតិ A brief history of International Children's Day មនុស្សជាតិលើសកលលោកចងចាំឥតភ្លេចនៅឧក្រិដ្ឋកម្មដ៏ប្រេតផ្សាយយង់ឃ្នងរបស់ពួកហ្វាស៊ីសនៅថ្ងៃទី10មិថុនាឆ្នាំ1942ដែលបានសម្លាប់ប្រជាជនភូមិលីឌីសេនៃសាធារណរដ្ឋឆែកចំនួន192នាក់នៅក្នុងកសិដ្ឋានអូរ៉ាដែលក្នុងនោះមានកុមារ105នាក់ត្រូវយកទៅសម្លាប់ Humanity around the world will never forget the brutal crime committed by the fascists on June 10, 1942, which killed 192 people in the village of Lidice of the Czech Republic in the Ora farm, of which 105 children were killed. ក្រោយមកនៅថ្ងៃទី10មិថុនាឆ្នាំ1944ពួកអក្រិតកម្មហ្វាស៊ីសបានចាប់មនុស្ស1100នាក់ដែលក្នុងនោះមានកុមារតូចៗចំនួន200នាក់ត្រូវចាក់សាំងដុតកំទេចទាំងរស់នៅអូរ៉ាដូប្រទេសបារាំង Later on June 10, 1944, the fascist crime unit arrested 1,100 people, including 200 small children, to be born alive in Orado, France. ឧក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃរបស់ពួកហ្វាស៊ីសហ៊ីតលែរចំពោះប្រជាជនពិសេសកុមារនៅក្នុងអំឡុងសង្គ្រាមលោកលើកទី2បានធ្វើឲ្យមនុស្សជាតិតក់ស្លុតកើទោសនិងចងចាំជាប់ជានិច្ច The brutal atrocity of the fascists against the people, especially children during World War II, have left the nation in shock, condemnation, and perpetual remembrance. វិនិស្សកម្មទាំងនេះហើយទៅធ្វើឲ្យកងកម្លាំងស្នេហាសន្តិភាពនិងមិត្តភាពរវាងប្រជាជាតិនិងមនុស្សគ្រប់ពណ៌សម្បុររួបរวมគ្នាក្រោកឈរឡើងហើយធ្វើការអំពាវនាវដើម្បីប្រឆាំងរាល់ទង្វើដែលនាំឲ្យអន្តរាយដល់អាយុជីវិតមនុស្សជាតិលើសពីនេះទៀតដើម្បីការពារជីវិតសន្តិសុខនិងគាំពារដល់កុមារនៅលើផែនដី This act of destruction has led to the emergence of peacekeeping forces and friendship among nations and people of Oryx rallying together to call against any action that threaten human life and furthermore to protect lives, security and safeguard children on the planet. ក្រោយសង្គ្រាមលោកលើកទី2បានបញ្ចប់ទៅនៅឆ្នាំ1945សហព័ន្ធនារីប្រជាធិបតេយ្យពិភពលោកបានបើកសម័យប្រជុំនៅទីក្រុងមូស្គូហើយបានប្រមូលមតិគ្នាសម្រាប់យកថ្ងៃ1មិថុនាជារៀងរាល់ឆ្នាំប្រារព្ធទិវាកុមារអន្តរជាតិ After World War II and in 1945 the National Democratic Women Federation convened in Moscow and agreed to designate June 1st as an annual observance of International Children's Day. ពីមួយឆ្នាំទៅមួយឆ្នាំទិវាកុមារអន្តរជាតិ1មិថុនាបានទទួលការគាំទ្រយ៉ាងទូលំទូលាយពីបណ្ដាប្រទេសជាច្រើននៅលើសកលលោកហើយសន្និសិទជាច្រើនទៀតត្រូវបានគេប្រារព្ធឡើងដើម្បីឧទ្ទិសដល់ការយកចិត្តទុកដាក់ចំពោះកុមារ From one year to the next, the International Children's Day on June 1st has received widespread support from many countries around the world, and several other conferences have been held to dedicate attention to children. ក៏សិទ្ធិកុមារជារួមមាន54មាត្រា A. The rights of children comprise 54 articles. ខសិទ្ធិធំៗរបស់កុមារមាន4ដូចជា The 4 basic rights of children are 1. សិទ្ធិរស់រានមានជីវិត សិទ្ធិមានឈ្មោះមានសញ្ជាតិ សិទ្ធិទទួលបានសេវាសុខភាព
និងសិទ្ធិទទួលបានការប្រើប្រាស់ទឹកស្អាតអនាម័យទីជម្រកនិងមានម្ហូបអាហារគ្រប់គ្រាន់និងសិទ្ធិទទួលបានការថែទាំជាពិសេស First, the right to live, the right to have a name, nationality, the right to receive health service, the right to access clean water, sanitation, houses, adequate food, and the right to receive special care. 2. សិទ្ធិក្នុងការអភិវឌ្ឍសិទ្ធិទទួលបានការអប់រំដោយឥតបង់ថ្លៃនៅសាលាសាធារណៈក្នុងថ្នាក់អប់រំមូលដ្ឋានសិទ្ធិលេងកម្សាន្តសិទ្ធិជាសមាជិកក្នុងសហគមន៍ Second, right to development, the right to free education in public schools at the primary education level, the right to leisure activities, the right to participate as a member of the community. 3. សិទ្ធិទទួលការការពារសិទ្ធិទទួលបានការការពារពីការធ្វើអាជីវកម្មផ្លូវភេទឬការរំលោភបំពានរាងកាយនិងស្មារតីការកេងប្រវ័ញ្ចពលកម្មការជួញដូរនិងសិទ្ធិទទួលបានការការពារពីផលវិបាកនៃសង្គ្រាម Third, right to protection, the right to protection from sexual exploitation or physical and mental abuse, forced labor, trafficking, and the right to protection from the harmful effects of war. 4. សិទ្ធិក្នុងការចូលរួមសិទ្ធិក្នុងការចូលរួមមតិយោបល់ទទួលបានព័ត៌មានសមស្របនិងសិទ្ធិចូលរួមសកម្មភាពសង្គមផ្សេងៗ 4. The right to participation, the right to participate in public opinion, to receive appropriate information, and the right to participate in various social activities. រីករាយទិវាកុមារអន្តរជាតិ1មិថុនាឆ្នាំ2025 Happy International Children's Day June 1st, 2025 រួមគ្នាការពារសិទ្ធិកុមារនិងផ្ដល់ក្តីស្រឡាញ់ឲ្យបានទូលំទូលាយដល់កុមារនៅទូទាំងពិភពលោក Together to protect children's rights and provide love extensively to children around the world. អបអរសាទរទិវាកុមារអន្តរជាតិពីសាលាអន្តរជាតិដាលេណា Congratulations on International Children's Day from Dalina International School. សូមអរគុណ Thank you. ជំរាបលា